Hello សួស្តីអ្នកនរគ្នានេះអាវ៉ាន់ហើយថ្ងៃនេះគឺខ្ញុំចង់មកដកបៀមើលថាតើអ្វីទៅដែលអ្នកទាំងអស់គ្នាគួរតែធ្វើនៅក្នុងពេលឥឡូវហ្នឹងអញ្ចឹងនេះគឺខ្ញុំមាន3ក្រុមដើម្បីឲ្យអ្នកទាំងអស់គ្នារើសអ្នកទាំងអស់គ្នាអាចរើសតែមួយក្រុមដែលអ្នកទាំងអស់គ្នាចង់មើលនេះគ្រាន់តែជារូបតំណាងឲ្យអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការមើលនៅការដោះបៀទេអញ្ចឹងអ្នកទាំងអស់គ្នាអាចរើសមើលថាតើអ្នកទាំងអស់គ្នាចង់មើលក្រុមណានេះទី1ទី2ទី3អញ្ចឹងអ្នកទាំងអស់គ្នាអាចរើសបានខ្យងពណ៌ក្រហមហើយនឹងផ្កាយពណ៌សហើយនឹងខ្យងលីកូតពណ៌ខៀវអញ្ចឹងទេអ្នកទាំងអស់គ្នាអាចមើលមក play ហើយ scope វីដេអូហើយមើលហើយរើសដោយខ្លួនឯងណាហើយខ្ញុំនឹងទៅដោះបៀនៅក្នុងក្រុមទី1មុនថាតើមានអីសម្រាប់អ្នកដែលកំពុងមើលរបស់ខ្ញុំហ្នឹងដំបូងឡើយគឺខ្ញុំនឹងដោះសួរអំពីស្ថានភាពនៅពេលបច្ចុប្បន្នហ្នឹងថាតើស្ថានភាពរបស់អ្នកទាំងអស់គ្នានៅក្នុងពេលឥឡូវហ្នឹងមិនហើយខ្ញុំនឹងទៅដោះថាតើអ្នកទាំងអស់គ្នាគួរតែធ្វើបែបណានៅក្នុងពេលឥឡូវហ្នឹងតើអ្នកដែលកំពុងមើលរបស់ខ្ញុំហ្នឹងស្ថានភាពនៅពេលហ្នឹងមិនដែរ Welcome សូមមកស្លាប់ទៀតមុនខ្ញុំនិយាយអីQueen of One នេះគឺខ្ញុំឃើញថាជាមួយនឹង Fire Cup អ្នកមួយចំនួនដែលរើសក្រុមទី1អ្នកទាំងអស់គ្នាអាចនឹងថាឥឡូវហ្នឹងមិនមែនឥឡូវហ្នឹងទេមុនហ្នឹងបន្តិចអ្នកអស់គ្នាអាចនឹងថាមានសម្ពាធជាមួយនឹងរឿងអ្វីមួយដែលអ្នកទាំងអស់គ្នាបានជួបប្រទះ Fire Cup ពាក់ព័ន្ធជាមួយនឹងអារម្មណ៍មនោសញ្ចេតនាជាមួយនឹងមនុស្សឬក៏តំណែងតំណងអីមួយដែលអ្នកទាំងអស់គ្នាបានពាក់ព័ន្ធជាមួយនឹងអារម្មណ៍មនោសញ្ចេតនារបស់អ្នកនរគ្នានឹងបានធ្វើឲ្យវាមានការខកចិត្តខកបំណងឬក៏ប្រេះស្រាំឬក៏មានការប៉ះទង្គិចនៅខាងផ្លូវចិត្តដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមួយរយៈមុនហ្នឹងគឺវាមានសម្ពាធហើយវានឿយហត់ជាមួយនឹងតំណែងតំណងប៉ុន្តែគឺឥឡូវក្នុងស្ថានភាពពេលឥឡូវហ្នឹងអ្នកទាំងអស់គ្នាឥឡូវហ្នឹងប្រៀបដូចជាទាញបាននៅអារម្មណ៍ដែលល្អពីមុនយកមកវិញបានរបៀបដូចជាខំព្យាបាលខ្លួនឯងឲ្យដើរចេញពីអាកន្លែងពិបាកនឹងរួចហើយអ្នកទាំងអស់គ្នាក៏ប្រឹងពង្រឹងនៅស្មារតីឬក៏ពង្រឹងនៅសមត្ថភាពដូចជាអត់ផ្ដោតទៅលើរឿងអារម្មណ៍មនោសញ្ចេតនាខ្លាំងពេកគឺអ្នកទាំងអស់គ្នាព្យាយាមពង្រឹងនៅសមត្ថភាពការងារអ្វីដែលអ្នកទាំងអស់គ្នាធ្វើជាប្រចាំអត់ចង់ឲ្យវាបាក់លំនឹងទៅជាមួយនឹងអារម្មណ៍មនោសញ្ចេតនាហ្នឹងឯងអ្នកទាំងអស់គ្នាព្យាយាមប្រើគូក្បាលខ្លាំងជាងប្រើបេះដូងអ្នកទាំងអស់គ្នាគិតថាតំណែងហ្នឹងគឺវាពិតជាប៉ះទង្គិចផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាខ្លាំងប៉ុន្តែគឺអត់មែននៅអង្គុយតូតុនទៅតាមអារឿងហ្នឹងនោះទេគឺរបៀបថាអ្នកនរគ្នាប្រឹងព្យាយាមងើបមកហើយប្រឹងធ្វើនៅរឿងការងាររឿងអ្វីដែលអ្នកទាំងអស់គ្នាធ្វើជាប្រចាំថ្ងៃរបៀបដូចជាការងារអត់លក្ខណៈថាពិបាកចិត្តជួបប្រទះនឹងរឿងអារម្មណ៍មនោសញ្ចេតនាអារម្មណ៍ខូចចិត្តជួបប្រទះនៅរឿងខកបំណងប៉ុណ្ណឹងហើយប៉ុន្តែអ្នកនរគ្នាអាចអត់បានបោះបង់ខ្លួនឯងឬក៏បោះបង់នៅទូនាទីឬក៏ការងាររបស់ខ្លួនឯងនោះទេចឹងហើយទៅធ្វើឲ្យអ្នកទាំងអស់គ្នានឹងជោគជ័យនៅខាងរឿងការងាររបៀបដូចជាគ្រប់គ្រងរឿងនឹងបានគ្រប់គ្រងនៅធម្មពលដែលអ្នកទាំងអស់គ្នាត្រូវតែប្រឈមនឹងបានវាអត់អលុំទៅទាំងអស់ហ្នឹងហើយបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នាអាចចែករំលែកនៅក្តីស្រឡាញ់ចែករំលែកឬក៏អាចអង្គុយនៅឃើញអតីតកាលខ្លះជាមួយនឹង Six of Cups គឺពាក់ព័ន្ធជាមួយនឹងរឿងការពីក្មេងរឿងការពីមុនឬក៏នឹកឃើញទៅដល់មនុស្សពីមុនមនុស្សដែលធ្លាប់ស្គាល់គ្នាហើយឬក៏មានតំណែងពីមុនឬក៏ជាមនុស្សដែលនៅក្នុងអតីតកាលអាចគិតអាចសម័យសម័យអាចមើលកលេចមើលទៅខាងក្រោយឬក៏ទៅខាងអតីតកាលអីហ្នឹងម្ដងឬក៏អាចនឹងថានឹកឃើញរឿងល្អៗដែលនៅជាមួយគ្នាដែលសាងមកដែលធ្លាប់
ដើរធ្លាប់លេងធ្លាប់សប្បាយធ្លាប់កាត់ទុកអីមកជាមួយគ្នាអញ្ចឹងណាបន្ទាប់ហើយគឺអ្នកទាំងអស់គ្នាអត់នៅនឹងយូរអីនោះទេគឺនឹកឃើញម្ដងម្កាលព្យាយាមបំភ្លេចដែរប៉ុន្តែវាអត់បានវាអត់ទៅរួចអញ្ចឹងណាគឺនៅតែនឹកឃើញម្ដងម្កាលបន្ទាប់មកទៀតជាមួយនឹង Cellular Detachment អ្នកទាំងអស់គ្នាគឺបានព្យាយាមកាត់ផ្ដាច់ព្យាយាមកាត់ផ្ដាច់របៀបដូចជាព្យាយាមឲ្យខ្លួនឯងលុបបំបាត់នៅរឿងហ្នឹងឲ្យវាបាត់ប៉ុន្តែគឺអត់ទេអ្នកនរគ្នាគឺរបៀបដូចថាគឺវាដូចងើបឡើងមកវិញជាមួយនឹង Cellular Detachment គឺពាក់ព័ន្ធជាមួយនឹងរឿងព្រះរឿងអរិយអ្នកតាមថែរក្សាអីហ្នឹងគឺបាននាំនៅអតីតកាលដែលវាកប់ជ្រៅទៅហើយក៏វាងើបឡើងមកវិញដូចជាអ្នកមួយចំនួនគឺមានរឿងអីមួយដែលបានចាក់ចេញទៅយូរហើយក៏ត្រឡប់មកវិញនេះគឺរូបអរិយដែលផ្លុំត្រែហ្នឹងអ្នកនរគ្នាហើយខ្មោចដែលស្លាប់ទៅដេកនៅក្នុងមឈូសហ្នឹងគឺបានស្ដាប់ឮនៅត្រែដែលបានសម្លេងត្រែដែលផ្លុំនឹងហើយគឺរបៀបថារស់ឡើងវិញអញ្ចឹងគឺបានន័យថាអ្នកទាំងអស់គ្នាក្នុងរយៈពេលហ្នឹងគឺអាចនឹងជួបនៅរឿងមួយចំនួនដែលវាបាត់បង់ទៅយូរហើយឥឡូវហ្នឹងនៅសុកគឺវាស្រាប់តាឡើងមកវិញកើតឡើងមកម្ដងទៀតឬក៏តំណតំណងខ្លះដែលបាត់បង់ទៅយូរតំណតំណងខ្លះដែលចាក់ចេញទៅហើយប៉ុន្តែគឺនៅតែត្រឡប់មកឡងអ្នកនរគ្នាម្ដងម្កាលឬក៏វាអាចនឹងថាចាប់ផ្ដើមអីថ្មីចាប់ផ្ដើមអីមានដំណឹងអីថ្មីឬក៏អារឿងហ្នឹងនៅសុកគឺវាសាររើឡើងមកវិញថ្មីម្ដងទៀតអ្នកនរគ្នាចឹងទេមើលខ្ញុំនឹងមកដោះវាមើលទៀតមើលថាតើសុំមកផលិតទៀតថាតើមានរឿងអីសម្រាប់អ្នកទាំងអស់គ្នាក្នុងពេលឥឡូវហ្នឹង file offset ជាមួយនឹង Cellular file offset នេះគឺអ្នកទាំងអស់គ្នារបៀបដូចព្យាយាមរត់គេចព្យាយាមរត់ចេញពីអារឿងហ្នឹងអ្នកនរគ្នាគិតថារឿងហ្នឹងវាកើតឡើងមកម្ដងទៀតដូចវាអត់សូវល្អមានអារម្មណ៍ថាវាអត់ដំណើរការទៅបានល្អឬក៏ខ្លាចនឹងរឿងហ្នឹងខ្លាចនឹងតំណនឹងខ្លាចនឹងការជួបខ្លាចនឹងការដោះស្រាយខ្លាចនឹងការដូចពីមុនអីមិនចឹងណាគឺព្យាយាមរត់គេចគឺអត់ចង់នៅជួបប្រទះឬក៏អត់ចង់នៅប្រឈមមុខនោះទេអ្នកទាំងអស់គ្នានឹងរបៀបដូចជាចង់ឲ្យខ្លួនឯងនឹងដើរចេញពីអារឿងហ្នឹងផុតដាច់ហ្មងអត់ចង់នៅពាក់ព័ន្ធអីច្រើនពេលខ្លះទទួលស្គាល់ថាអាចនឹងនៅនឹកឃើញឬក៏នៅចងចាំព្រោះមនុស្សយើងអត់អាចលុបការចងចាំបាននៅលុះត្រាតែម្នាក់ហ្នឹងមានបញ្ហាឬក៏បដិវហេតុឬក៏ជាមនុស្សឈួតបាត់បង់សតិអាហ្នឹងបានលុបការចងចាំបានប៉ុន្តែមិនមែនប្រកាសថាមនុស្សឈួតបាត់ការចងចាំទាំងអស់ហើយអ្នកនរគ្នាពេលខ្លះគឺគ្រាន់តែឈួតបាត់បង់វង្វេងស្មារតីម្ដងម្កាលប៉ុន្តែការចងចាំនៅតែឡើងម្ដងដូចគ្នាចឹងទេនេះខ្ញុំឃើញថាអ្នកនរគ្នាឥឡូវហ្នឹងគឺព្យាយាមថាអត់ចង់ជួបប្រទះនៅរឿងហ្នឹងទៀតទេគឺចង់ចេញចង់ដើរចេញគឺចង់អត់ចង់ប្រឈមមុខហើយព្យាយាមរត់គេចគឺឃើញថាបែបហ្នឹងរឿងអីដែលអ្នកនរគ្នាជួបប្រទះរឿងអីដែលអ្នកនរគ្នាឈឺចាប់ខ្លាំងរឿងអីដែលអ្នកនរគ្នាគិតថាវាពិតជាដិតដាមជាប់នៅក្នុងចិត្តយូរចឹងអ្នកនរគ្នាគឺអត់ចង់ជួបម្ដងទៀតព្យាយាមដើរចេញអត់ចង់ឃើញអត់ចង់ដឹងអត់ចង់ឮវាមិនដឹងថារឿងហ្នឹងវាធំប៉ុណ្ណាហើយមានការឈឺចាប់អីខ្លាំងនោះទេហើយនេះខ្ញុំមកដោះវាមើលទៀតមើលថាតើមានអីឲ្យអ្នកទាំងអស់គ្នាដឹងឮថាតើអ្នកទាំងអស់គ្នាហ្នឹងត្រូវតែធ្វើអ្វីនៅពេលហ្នឹង King of Cup អ្នកទាំងអស់គ្នាមួយចំនួនរបៀបដូចជាមនុស្សដែលមានអារម្មណ៍មនោសញ្ចេតនាច្រើនមានអារម្មណ៍កក់ក្ដៅមានជាមនុស្សដែលចូលចិត្តជួយយកអាសាអ្នកដទៃជាមនុស្សចិត្តល្អចិត្តត្រជាក់ហើយឆ្លាតប្រកែឬក៏ជាមនុស្សដែលមើងម៉ាត់ដូចគ្នា
មិនកាចហើយក៏មិនស្លូតឲ្យណាគេមកធ្វើបាបបានងាយៗទេអ្នកទាំងអស់គ្នាអាចនឹងមានអារម្មណ៍មនោសញ្ចេតនាជាមួយមនុស្សជុំវិញខ្លួនច្រើនបើសិនជាអ្នកទាំងអស់គ្នាមានស្នេហាឬក៏ចាប់អារម្មណ៍ណាគេម្នាក់ឬក៏លួចស្រឡាញ់ណាគេម្នាក់គឺលឺថាចង់ដឹងចង់ឃើញចង់យល់ពីម្នាក់ហ្នឹងខ្លាំងមែនតើចង់សើបលឺថាចង់សើបថាគេហ្នឹងចូលចិត្តអីចង់ញ៉ាំអីចូលចិត្តទៅណាចូលចិត្តពាក់អាវពណ៌អីចំណងចំណូលចិត្តគេជាអីចូលចិត្តស្ដាប់បទចម្រៀងបែបម៉េចចូលចិត្តមើលរឿងបែបម៉េចហើយតនេហ្នឹងគេចូលចិត្តធ្វើអីរបៀបថាចង់ដឹងចង់ឮពីគេម្នាក់ហ្នឹងបើសិនជាទៅចាប់អារម្មណ៍ណាគេម្នាក់ហើយរបៀបថាចង់ទៅដឹងពីប្រវត្តិរបស់ម្នាក់ហ្នឹងពី0ដល់100ហ្មងអញ្ចឹងខ្ញុំនឹងមើលទៀតមើលថាតើអ្នកទាំងអស់គ្នាហ្នឹងគួរតែធ្វើបែបណានៅពេលហ្នឹង Pick or sort អ្នកមួយចំនួនគឺរបៀបដូចជាមានការប្រុងប្រយ័ត្នខ្លាំងមែនតើនេះប្រយ័ត្ននេះខ្ញុំមើលឃើញថារបៀបដូចថាដឹងថានឹងមានរឿងអីមួយមិនថារឿងហ្នឹងវានឹងមកនោះមិនប្រកាសថាវានឹងមកនោះទេប៉ុន្តែអ្នកទាំងអស់គ្នាហ្នឹងរបៀបដូចថាដឹងថារឿងហ្នឹងដូចជាមានរឿងអីមួយដូចចង់មករកអ្នកទាំងអស់គ្នាដូចជាមានរឿងអីមួយបំរុងនឹងកើតឡើងដល់ពេលអញ្ចឹងអ្នកទាំងអស់គ្នាមានការត្រៀមហើយនឹងប្រុងប្រយ័ត្នរហូតមើលរហូតប្រុងប្រយ័ត្នមែនតើដូចរបៀបដូចទៅធ្វើសង្គ្រាមអញ្ចឹងណាហើយរៀបតាក់រៀបអីទុកចាំហើយដល់ពេលដែលមានសត្រូវចូលមកចាំតាលើកតាក់ឡើងហ្មងចាំតាវៃលុកចូលហ្មងអានេះគឺមានការប្រុងប្រយ័ត្នខ្ពស់ហើយត្រៀមនឹងប្រយុទ្ធទៅខ្លាំងមែនទែនបើសិនជាវាចូលមកពេលណាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមនៅវិធានការចាប់ដើមនៅអីមិនព្រោះដឹងថាមើលទៅដូចតិចអត់រួចមើលទៅនឹងគិតថាត្រូវតែប្រឈមមុខនឹងរឿងហ្នឹងមើលទៅគិតថាត្រូវតែទៅធ្វើសង្គ្រាមជាមួយនឹងទៅធ្វើចម្បាំងជាមួយនឹងសង្គ្រាមនឹងឯងចឹងទេអ្នកទាំងអស់គ្នាអាចនឹងថាមិនបដ ாய் នោះទេមិនប្រឡែងទៅអស់នោះទេយ៉ាងហោចណាស់ក៏មានផែនការមួយដើម្បីទប់ទល់នៅក្នុងរឿងហ្នឹងដែរគ្រាន់តែថាធំឬក៏តូចតិចឬក៏ច្រើនអីប៉ុណ្ណឹងឯងតែមិនប្រឡែងទៅទាំងអស់នោះទេហើយមើលខ្ញុំសូមមកស្លឹកទៀតមើលថាតើមានអីទៀតជាមួយអ្នកមើលរបស់ខ្ញុំធូអវ័នអ្នកមួយចំនួនអាចនឹងថាកំពុងតែមើលផ្លូវថាត្រៀមនឹងទៅធ្វើអ្វីដែលអ្នកទាំងអស់គ្នាចង់ធ្វើឬក៏គម្រោងអីដែលអ្នកទាំងអស់គ្នាចង់ក្រងមកដើម្បីចង់ទៅធ្វើអីចឹងណារបៀបដូចជាគម្រោងផែនការអីមួយចង់ទៅធ្វើរឿងអីមួយហើយឥឡូវហ្នឹងអត់ទាន់បានទៅគ្រាន់តែក្រងឬក៏ចាំមើលសិនថាតើបែបម៉េចគួរទៅបានអត់គួរតែធ្វើបានអត់ឬក៏អាចនឹងមានភាគរយជោគជ័យច្រើនអត់អញ្ចឹងណាប៉ុន្តែដឹងថាភាគរយដែលទៅនឹងគឺច្រើនប៉ុន្តែអត់ទាន់បានទៅទេគឺនៅចាំមើលសិនឬក៏ចាំអង្កេតមើលសិនឬក៏ចាំស្រាវជ្រាវមើលសិននេះខ្ញុំឃើញថាពាក់ព័ន្ធជាមួយនឹងរឿងការងារអ្នកមួយចំនួនអាចនឹងថាកំពុងតែចាំមើលនៅផែនការឬក៏ project របស់ខ្លួនឯងថាបែបម៉េចអីចឹងណាចង់ទៅបានអត់ធ្វើបានអត់ជោគជ័យអត់ឬក៏រៀបគម្រោងកំពុងតែរៀបគម្រោងនៅក្នុងពេលហ្នឹងរៀបគម្រោងរៀប plan ដើម្បីថាទៅហើយអត់ចង់ខកបំណងនោះទេនេះខ្ញុំឃើញថាបែបហ្នឹងហើយមើលតើមានអីដែលជាដំណោះស្រាយសម្រាប់អ្នកមើលរបស់ខ្ញុំស្រីអសតគឺអ្នកមួយចំនួនគឺព្យាយាមឈប់គិតនៅរឿងឈឺចាប់មួយចំនួនដែលវាកើតឡើងនៅក្នុងពេលកន្លងមករបៀបដូចថាដំណោះស្រាយគឺដើម្បីឲ្យខ្លួនឯងល្អប្រសើរជាងនឹងជោគជ័យជាងនឹងហើយនឹងទទួលបានរឿងល្អជាងនឹងអ្នកទាំងអស់គ្នាព្យាយាមកាត់ផ្ដាច់នៅអារម្មណ៍ឬក៏រឿងអ្វីដែលអ្នកទាំងអស់គ្នាឈឺចាប់ពីមុនអាចថា
វានៅដិតដាមជាប់នៅក្នុងអារម្មណ៍ដែលវានៅសេសសល់អត់ទាន់ដាច់អត់ទាន់ឆ្លាស់ឬក៏អត់ទាន់ចេញពីជីវិតរបស់អ្នកនរគ្នាអញ្ចឹងហើយគឺគេចង់ឲ្យអ្នកទាំងអស់គ្នាព្យាយាមកាត់ផ្ដាច់នៅអារម្មណ៍ដែលមាននៅក្នុងចិត្តដិតដាមអីនឹងយូរហ្នឹងគឺដកវាចេញរួចហើយអ្នកទាំងអស់គ្នាប្រឹងព្យាយាមផ្ដោតមើលមកគំនិតដែលមាននៅក្នុងខ្លួនរបស់អ្នកទាំងអស់គ្នាផ្ទាល់កុំប្រើបេះដូងកុំប្រើអារម្មណ៍មនោសញ្ចេតនាកុំប្រើនៅអ្វីដែលពាក់ព័ន្ធជាមួយនឹងរឿងឲ្យអ្នកទាំងអស់គ្នាតូតុនអត់ចង់ធ្វើអត់ចង់សម្រេចបំណងឬក៏អត់ចង់សម្រេចនៅគោលដៅនេះបើសិនជាអ្នកទាំងអស់គ្នាគិតព្យាយាមប្រើគំនិតឲ្យខ្លាំងជាងបេះដូងចឹងអ្នកទាំងអស់គ្នាអាចនឹងមានភាគរយខ្ពស់ដែលអាចជោគជ័យច្រើនជាមួយនឹង series of swords ខាងបច្រាស់អ្នកទាំងអស់គ្នាចឹងខ្ញុំនឹងមកដោះមួយស្លឹកទៀតមើលថាតើមានអ្វីដែលអ្នកទាំងអស់គ្នាក្រុមទី1ហ្នឹងគួរតែធ្វើនៅពេលហ្នឹងOh my god 3 of Wands 3 of Wands ខាងបច្រាស់អ្នកទាំងអស់គ្នាគឺក្នុងពេលហ្នឹងគឺអាចថាអ្វីដែលអ្នកទាំងអស់គ្នាក្រងអ្វីដែលអ្នកទាំងអស់គ្នាធ្វើដូចខ្ញុំនិយាយមិញអញ្ចឹងគឺត្រៀមហ្នឹងគឺឥឡូវហ្នឹងពេលហ្នឹងគឺអត់ទាន់បានឲ្យអ្នកទាំងអស់គ្នាវាជាមិនមែនជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវតែឈ្មោះដំណើរទៅនោះទេចឹងហើយទៅអ្នកនរគ្នាព្យាយាមនៅមើលហ្នឹងណាដោយសារតែវាទៅអត់បានអ្នកនរគ្នាគឺវាទៅអត់កើតវាមានបញ្ហាឬក៏វាមានរឿងអីដែលមានការលាក់បាំងនៅក្នុងរឿងហ្នឹងដែលអត់អ្នកទាំងអស់គ្នាអត់អាចដឹងចឹងហើយទៅគេចង់ប្រាប់ថាអ្វីដែលអ្នកនរគ្នាធ្វើនៅពេលហ្នឹងគឺអត់ទាន់អាចជាពេលវេលាដែលអ្នកនរគ្នាអត់ទាន់អាចនឹងទៅបោះជំហានទៅវឹងនោះទេគឺត្រូវតែចាំបន្តិចសង្កេតបន្តិចមើលបន្តិចព្យាយាមស្រាវជ្រាវវាបន្តិចអត់អាចទៅបាននោះទេក្នុងពេលហ្នឹងគឺវាមានឧបសគ្គគឺវាមានបញ្ហាគឺវានឹងមិនមែនជាពេលវេលាដែលអំណោយផលឲ្យអ្នកនរគ្នាធ្វើដែលឲ្យអ្នកនរគ្នាទៅអញ្ចឹងកុំបខំកុំនេះគឺខ្ញុំចាប់បានថាកុំបង្ខំហើយកុំតក់កុហលវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាបរាជ័យវាអាចនឹងមិនល្អសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងទេគឺអាចថាឲ្យជាមួយនឹងស្រីអោសហើយនឹងស្រីអវ័នណាអ្នកនរគ្នាគឺចេញមក2ដងហើយបច្រាស់ដូចគ្នាទៀតអញ្ចឹងមិនន័យថាគិតប្រើគំនិតប្រើការគិតប្រើខួរក្បាលប្រើវិជ្ជាឬក៏ចំណេះដែលអ្នកនរគ្នាមាននឹងយកមកដោះស្រាយថាតើអ្នកទាំងអស់គ្នាគួរតែធ្វើបែបណាមិនលំលំមិនលេងអីទៅបានទេណាជាមួយនឹង Three of Swords ខាងបច្រាស់នេះអ្នកនរគ្នាគឺវាទាមទារឲ្យអ្នកទាំងអស់គ្នាគិតមែនតើកុំដូចខ្ញុំនិយាយមិញអញ្ចឹងថាកុំប្រើបេះដូងកុំប្រើអារម្មណ៍គឺប្រើគំនិតមានតែគំនិតមួយគត់ដែលអាចដោះស្រាយនៅកន្លែងហ្នឹងបានជាមួយនឹង Three of Wands នេះនៅខាងមុខមួយទៀតគឺវាចេញខាងបច្រាស់អញ្ចឹងទេបើសិនជាអាចអ្នកទាំងអស់គ្នាអាចចាំបន្តិចឬក៏មើលអីឲ្យច្បាស់ពិតប្រកបឬក៏ស្រាវជ្រាវអីឲ្យច្បាស់អីចឹងណាកុំធ្វើប្រហែសជាមួយនឹងរឿងហ្នឹងហើយខ្ញុំនឹងមកដោះ Oracle card មួយស្លឹកពីរទៀតមកថាតើចក្រវាលមានសារអីឬក៏អ្នកតាមថែរក្សាអ្វីដែលអ្នកទាំងអស់គ្នាជឿថាតើពួកគាត់មានសារអីសម្រាប់អ្នកទាំងអស់គ្នាហ្នឹងដែលត្រូវដឹងត្រូវលឺឬក៏ជាដំបូន្មានសម្រាប់ណែនាំអ្នកទាំងអស់គ្នាខ្ញុំសូមពីស្លឹកចោះអ្នកទាំងអស់គ្នាសូមមកស្លឹកទៀតមុននឹងខ្ញុំនិយាយអីKwanse Mposa Ne Maumun Padawa Katsumnita នេះរបៀបដូចថាគឺគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺមានឆន្ទៈខ្ពស់ធ្វើចិត្តឲ្យដូចសមុទ្រកុំដូចខ្ញុំនិយាយមិញអញ្ចឹងថាកុំបខំកុំតន្ទឹងមើលផ្លូវឬក៏អ្វីដែលអ្នកនរគ្នាចង់ធ្វើហ្នឹងកុំឆេវឆាវភ្លាម
ត្រូវតែបើកចិត្តឲ្យទលាយព្រោះពេលវេលាខ្លះគឺវាអត់ស័ក្តិសមឲ្យយើងធ្វើនោះទេអញ្ចឹងទេអ្នកទាំងអស់គ្នាត្រូវតែមានឆន្ទៈឲ្យខ្ពស់ហើយអោបអសោបរឿងដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងឲ្យជាប់នៅក្នុងចិត្តទោះបីជាពេលហ្នឹងវាអត់អាចទៅមុខបានមែនប៉ុន្តែពេលវេលាបន្តិចទៀតអ្នកទាំងអស់គ្នានឹងអាចដើរទៅមុខបានដោយរលូនដោយជោគជ័យជាមួយនឹងរោគប្រម៉ែគង់ស្អីហ្នឹងអ្នកទាំងអស់គ្នាគឺផ្លូវចិត្តផ្លូវចិត្តផ្លូវអារម្មណ៍អីរបស់អ្នកនរគ្នានឹងព្យាយាមរងាប់វាហើយធ្វើចិត្តឲ្យសบายអីចឹងកុំគិតច្រើនកុំខ្វល់ច្រើនប៉ុន្តែកុំប្រឡែងទៅដោយអត់ខ្វល់អីទាំងអស់គ្រាន់តែថាតម្លាក់ចោលបន្តិចព្យាយាមធ្វើឲ្យខ្លួនឯងរឹងមាំបន្តិចឬក៏កុំដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងអីពេកចឹងណាបន្ទាប់មកទៀតជាមួយនឹងស្លឹកវាអាណាហិថាmột quan maum rớt xì kẹ suy kẹ hay chú sẹo thò mà li khả suy ít kẹ thèm nì ta cứ chẳng ai nè từng ọc nia nâng xâm bạ cai hơi nâng chất cứ nè từng ọc nia ai nâng bà to đùm nào tơ một tiết bà này chẳng bà sân chia nè từng ọc nia cất tha mơ tơ vì ở toàn miền pleu អ្នកទាំងអស់គ្នាអាចឈប់សិនសម្រាប់សិនឬក៏មើលសិនកុំបង្ខំកុំទៅទាំងបង្ខំហើយកុំទៅទាំងអត់ដឹងថាផ្លូវនឹងបែបណាអញ្ចឹងគឺគេចង់ឲ្យអ្នកទាំងអស់គ្នាសម្រាប់កាយសម្រាប់ចិត្តបន្តិចដើម្បីឲ្យអ្នកទាំងអស់គ្នាទៅមុខបានទៀតបើសិនជាមើលទៅថាវាអត់ស័ក្តិសមឲ្យអ្នកទាំងអស់គ្នាដើរទៅអញ្ចឹងទេពេលខ្លះគឺវាពិតជាមិនអាចមែនអ្នកទាំងអស់គ្នាដូចពេលខ្លះគឺខ្ញុំធ្វើអីបង្ខំទៅទាំងកំរោលគឺខ្ញុំឃើញថាអ្វីដែលខ្ញុំធ្វើហ្នឹងគឺវាអត់អាចជោគជ័យបាននោះទេគឺវាធ្វើឲ្យខ្ញុំបរាជ័យលើដើមហើយខ្ញុំពិតជាខកចិត្តលើដើមព្រោះអីគឺខ្ញុំអត់ជឿខ្លួនឯងខ្ញុំអត់ជឿលើឆន្ទៈរបស់ខ្លួនឯងអត់ប្រមូលផ្ដុំនៅអារម្មណ៍គំនិតរបស់ខ្ញុំហ្នឹងចឹងហើយគឺខ្ញុំសោកស្ដាយប៉ុន្តែវាអត់មិនជាបញ្ហាធំគ្រាន់តែជាមេរៀនចឹងនេះដូចគ្នាដែរអ្នកទាំងអស់គ្នាអាចថាស្ថានភាពឬក៏ពេលបច្ចុប្បន្នឬក៏សេដ្ឋកិច្ចឬក៏អ្វីបរិស្ថាននៅជុំវិញខ្លួនរបស់យើងនឹងគឺវាអត់អំណោយផលឲ្យយើងធ្វើនៅពេលឥឡូវហ្នឹងនោះទេចាំពេលដែរវាអំណោយផលឬក៏ពេលដែរសំណាងនៅខាងអ្នកនរគ្នាគឺអ្នកនរគ្នាអាចនឹងបថុយប្រឋានទៅបានអញ្ចឹងគឺក្រុមទី1គឺមានតែប៉ុណ្្នឹងទេខ្ញុំអរគុណសម្រាប់ការទស្សនាហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅក្នុងក្រុមទី2សួស្តីក្រុមទី2នេះគឺយើងនឹងមកដោះវាមើលថាតើអ្នកទាំងអស់គ្នាក្នុងពេលឥឡូវហ្នឹងគួរតែធ្វើអ្វីនៅក្នុងពេលបច្ចុប្បន្នហ្នឹងដើម្បីឲ្យល្អមើលវ៉ាវស្លុកវា King of Cup 3 of Wands Oh my god ក្រុមទី2អ្នកទាំងអស់គ្នាស្ថានភាពនៅក្នុងពេលឥឡូវហ្នឹងខ្ញុំឃើញថាមានមនុស្សដែលគេចង់មករកអ្នកទាំងអស់គ្នាជាមួយនឹង Three of Wands គឺគេកំពុងតែមើលផ្លូវថាគេគួរតែមករកអ្នកទាំងអស់គ្នានៅពេលណាទៅល្អជាមួយនឹង King of Cup នេះគឺជាមនុស្សដែលមានធម៌ពលតារានិកធាតុទឹកគឺ Scorpio អ្នកទាំងអស់គ្នាអញ្ចឹងឬក៏អ្នកទាំងអស់គ្នាហ្នឹងគឺជាមនុស្សដែលមានធម៌ពលតារានិកស្គប់ចូលនឹងប៉ុន្តែនេះខ្ញុំឃើញថាគេច្រើនជាងគឺជាធម៌ពលរបស់ស្គប់ចូលហើយម្នាក់ហ្នឹងគឺនៅឆ្ងាយអ្នកទាំងអស់គ្នារបៀបដូចជាឆ្លងខេត្តមិននៅភូមិមួយគ្នានៅផ្ទះចិត្តគ្នាអីមិនទេណាគឺរបៀបដូចជាមនុស្សដែលនៅឆ្ងាយគ្នាឆ្លងភូមិឆ្លងខេត្តឆ្លងទ្វីបឆ្លងសមុទ្រអីចឹងណាហើយគឺគេចង់មករកខ្ញុំមិនដឹងថាមករកហ្នឹងក្នុងន័យបែបម៉េចទេប៉ុន្តែនេះគឺឃើញថា
ភាគរយដែលល្អគឺចាន់ជាងជាមួយនឹង Ten of Pentacles នេះគឺ10កាក់អ្នកទាំងអស់គ្នាគឺមានភាពស្ដុកស្ដំគឺមានភាពរីកចម្រើននៅខាងផ្នែកហិរញ្ញវត្ថុដែលម្នាក់នឹងអាចថាជាមនុស្សដែរមាននៅភាពទុធាប៉ុន្តែគឺជាមនុស្សដែលទទួលបានគេមរតកពីគ្រួសារពីវង្សតកូលរបស់គេនឹងគឺច្រើនជាមួយនឹង King Ten of Pentacles នេះអ្នកទាំងអស់គ្នាគឺថាម្នាក់នឹងគឺជាមនុស្សដែលសប្បាយឬក៏ជាមនុស្សដែលមាននៅខាងផ្នែកហិរញ្ញវត្ថុនឹងខ្ពស់ប៉ុន្តែឥឡូវហ្នឹងគឺគេកំពុងតែចង់មើលផ្លូវថាមករកអ្នកទាំងអស់គ្នាដោយវិធីណាដោយបែបណាគឺមានការឆ្លងទឹកឆ្លងដឆ្លងទូកអីមកវិញឆ្ងាយណាគឺផ្លូវវិញដំណើរវិញឆ្ងាយខ្លាំងមែនតើនេះគឺគេបានត្រៀមរួចរាល់ហើយគឺគេកំពុងតែមើលផ្លូវហើយថាមកនៅពេលណាធ្វើសកម្មភាពនៅពេលណាចឹងគឺខ្ញុំនឹងមើលទៀតមើលថាតើមានអ្វីជាស្ថានភាពនៅក្នុងពេលឥឡូវហ្នឹងសម្រាប់ក្រុមទី2 Wow Oh my god ស្លឹកវា Ten of Pentacles ហើយNine of Pentacles ទៀតគឺម្នាក់នឹងមានភាពស្ដុកស្ដំខ្លាំងមែនតើអ្នកទាំងអស់គ្នាគេគឺជាមនុស្សដែលមានខ្លាំងមែនតើគឺសបោសបាយនៅខាងផ្នែកហិរញ្ញវត្ថុជាមនុស្សដែលប្រកែនៅខាងគឺប្រកែរកលុយប្រកែអីចឹងណាគឺប្រកែខ្លាំងមែនតើឬក៏គឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ជាមួយនឹង Two of Wands នេះមួយទៀតគឺខ្ញុំឃើញថាគឺម្នាក់ហ្នឹងគឺអ្នករៀបគម្រោងស្លាប់វានេះអ្នកនរគ្នាឃើញទេគឺមើលតែផ្លូវនោះទេគឺចាំតែឱកាសចាំតែពេលវេលាមកដល់គឺគេនឹងមកហ្មងគឺគេនឹងមករកអ្នកទាំងអស់គ្នាហ្មងព្រោះអីគឺគេបានត្រៀមរួចរាល់ត្រៀមស្រេចដើម្បីថាមករកអ្នកទាំងអស់គ្នាហើយស្លាប់វាពីរនេះគឺឆ្លងទឹកឆ្លងទ្វីបឆ្លងសមុទ្រអីហ្នឹងមែនតើណាអ្នកនរគ្នានេះគឺម្នាក់ហ្នឹងកាន់រូបភូកូលនៅក្នុងដៃអ្នកនរគ្នាអញ្ចឹងគឺតំណាងឲ្យផែនដីតំណាងឲ្យសកលលោកតំណាងឲ្យចំណេះជំនាញអីដែលគេមានក្នុងខ្លួនគេឬក៏អ្វីដែលជាដែលគេបានត្រៀមអ្វីដែលគេគិតថាល្អឥតខ្ចោះទោះបីខ្ញុំមិនដឹងថាអ្នកនរគ្នាចូលចិត្តមិនចូលចិត្តទេប៉ុន្តែសម្រាប់គេគឺគេគិតថាអ្វីដែលឥតខ្ចោះសម្រាប់គេគឺគេចង់ឲ្យមកអ្នកទាំងអស់គ្នាបានដឹងបានឮបានឃើញដែរហើយម្នាក់ហ្នឹងគឺមានបានខ្លាំងមែនតើអ្នកនរគ្នាគឺស្ដុកស្ដំនៅខាងផ្នែកហិរញ្ញវត្ថុគឺគេសប្បាយរីករាយនឹងទ្រព្យសម្បត្តិរបស់គេគឺគេអត់ខ្វះគឺគេសពោគឺគេមានគ្រប់យ៉ាងនៅក្នុងដៃរបស់គេហើយអញ្ចឹងថាតើអ្នកទាំងអស់គ្នាហ្នឹងអាចនឹងមានរឿងអីកាត់ឡើងជាមួយគេអត់មានអីកាត់ឡើងសម្រាប់អ្នកទាំងអស់គ្នាអត់ក្នុងពេលបច្ចុប្បន្នហ្នឹងនឹងមានអីកាត់ឡើងជាមួយនឹងអ្នកមើលក្រុមទី2ល្អខ្លាំងមែនតើអ្នកទាំងអស់គ្នា Oh my god Eight of Swords នេះខ្ញុំឃើញថានឹងមានរឿងអីល្អខ្លាំងមែនតើដែលកើតឡើងនេះដៃចេញពីពពកអ្នកនរគ្នាហើយមេឃឆ្លាស់ខ្លាំងមែនតើហើយជាមួយនឹងមកកត់មានដោះនៅវល្លិរុក្ខជាតិនៅក្នុងនៅលើមកុដនឹងទៀតគឺបានន័យថាវានឹងលូតលាស់រីករាលដាលទៅវល្លិអ្នកនរគ្នាគឺវាបែកមេឃសាខាបែកនៅកូនបែកនៅក្តៀងទោះបីជាវាមានតែបង្គំក៏ដោយប៉ុន្តែវាបែកសាខាបែកមេឃទៅគ្រប់ទីគ្រប់កន្លែងឲ្យតែវានៅរស់អញ្ចឹងអ្នកនរគ្នាថ្ងៃក្រោយទៅឬក៏អនាគតទៅអ្នកនរគ្នាអាចនឹងថារីកចម្រើនមិនរីកនៅតែម្ដុំហ្នឹងណាគឺរីករហូតតតែអ្នកនរគ្នារត់ឆ្វាចឆ្វេងពាន់ដៃពាន់ជើងទៅរកជោគជ័យរបស់អ្នកនរគ្នានឹងហ្មងគឺមានការរីកចម្រើនខ្លាំងមែនទែនEight of Swords គឺវាជាអ្វីដែលផុសចេញមកដោយអ្នកនរគ្នាអត់បានដឹងមុនឬក៏អត់បានត្រៀមចឹងហើយគឺវាជារឿងដែលល្អអាចថាអ្នកនរគ្នា
mơ của anh mơ tha ta nông chật miền hưởng ấy cả là ngọt thì mình ấy áo sọt xem đẹp nhom cứ nhom lạnh khăng mình tén nơi sọc sọc có miền cầm nứt rồi có miền đường ấy mùi phò làng mà ao nhom bàn đằng chẳng oh my god 4-1 oh không tí pì là o khăng mình tén nè từng o kia nông miền ca chụp chung cứ miền ca một thi chụp chung đấy viên nông ca lá cho mùi nông crom cru sa rồi có cho mùi nông nhóm ắt giấy tha chụp chung bài mà trên nặng này cứ nè cứ đăng tầm miếng ca chụp chung bàn tay for of one cứ đầm nặng ơi ca chụp chung nó bài trong cửu xa đầm nặng ơi miên cam vị thi đầm nặng ơi miên rương mông côn nó trong tè rương mông côn nó đôi chụp chọc bia rồi có nè ở kia nó riệp cá rồi có miên côn pro côn sray ấy chẳng là bán côn pro bán côn sray ấy bậc cọ côn rồi có ở cái ở mai dưỡng ta lẹจะแค่นั้นหรือก็บางในโกนเองมาจ้ะอันนั้นคือวิมีนการมิเทนขนมแต่มีการจุดชมได้มีมนุษย์ชราโจรวมได้มีมนุษย์ชราหมอกแต่เยอะอ่ะหอยfor of one อย่างอันนี้คือดำนางอ้อยเปเวลีโยงไว้ดำนางอ้อยเพียบเรื่องม่วมดำนางอ้อยเพียบในกรุงวงอ่ะอย่างอันนี้คือเชิงbuồn ta xó trơn buồn cứ vì đang muốn công vốn dùng vài chẳng cứ ai能 tha hưởng nắng vì cho mà không chịu vật bọn nặng ác này hai vì cao láng hai cứ vì nơi không chịu vật bọn nặng ác này dù để thưa ai nè từng ác này miên rộng tha chịu vật tôi bật thêm rương ấy xâm rạp nặng ác này vì là ác láng mình tên để ai nặng ác này spy lột sao lột để chẳng á cứ lo láng mình đếnตัวปีเมียนมนุษย์ได้จำโจมาให้ก็เมียนเหืองทำไมหรอให้ก็เมียนการจุบจมเมียนกรรมทีเดียดจังอย่างเอาคณิตศาสตร์ก็เหมือนท่าบทสันเชียนอย่างเอาเนื้อตัวบ้านเหืองอันนั้นอย่างเอาคณิตสบายจัดไหมสำหรับnhómบทสันบานจังแม้นให้มนุษย์ละอจังติดเมียนลอยมีกะสบายจังติดคือnhómเมียรำทางnhómสบายครั้งเหมือนกันไฟเอาขับแต่นี้คือnhómเคยท้าเนี่ยต่างเอาคะแนนมวยจำนวนคือai năng thá nơi cái lệ mơ hưởng cha cái lệ mơ khơi nhận đặt cả cái lệ mơ nó ca chơi chập cái lệ mơ nơi riêng là nàngเอาคะแนน strong กัดปีมนไฟเอาขับเปะป้อนช่วยนั่งอารมณ์มโนสินเจตนาจ้ามโนจ้าหรือก็เรื่องได้nàngเอาคะแนน strong กัดมาไปคลางnàngเอาคะแนนหึงหล่อจำแต่เนื้อหมกยื่งจำแต่เนื้อกระบายยื่งนู่นเตะบนใต้ไปคลาเอายื่งออฟไปเลยได้ไปหึงจ้านั่งอ่ะวิทย์เฟอร์เอายื่งเคาะคานนั่งแต่ตัวบ้านหึงทำไมมองอันนี้คือnhung giấy mà cha ta tha mà cha ta giấyไปคลาคือวิ่งจังแม่อย่างอักเนี่ยยื่งอดอาดนั่งกุยกลายนั่งจำมานั่งมาเนี่ยนั่งห้อยเมื่อดัตการนั่งโหดนู่นแต่ตัวสกอทางการชี้จับไปเปิดจีบบ่าเอายื่งได้เช่นแม่ปันท้ายcứ dương thời tại trình cứ dương thời tại tới một chữ vật dương ọt ai nơi tại nơi khơi hưởng tại anh nên nhầm nó khơi tại đó hưởng chữ vật niềng reno mình tu xài năng mình từ bụng lại mình thơ xài khô hay được bé hái mình chụp chặt sả lạnh cho mùi năng tu phò hay được bé hái tu phò năng mình mai ca hay vô mình nở tới hay mình nè tu xài năng mình chọc đam hồ si ấy mình mấy luôn ai đào bạc là bò thay chụp thơ chỉ xài khô bàn tay rạm để đặt đám cho mùi năng rương để từ vơ chỉ xài khô đó nơi chuột nó không chặt nâng du khang mình tàn hai nơi tập bà hai nơi tập khôi chặt ha vì muốn luôn anh chỉ xây khôi bàn tay là nâng ba chập bàn nâng mình chỉ xây khôi chứ miên một là bỏ miên ca nghi miên ở ấy hồ si thầm thờ ấy chẳng á bàn tay rạm nơi tập khôi chặt ha vì muốn luôn anh chỉ xây khôi nơi tay một lật mà đòn mà cà lại chẳng á anh đi cứ đôi khi nè ở cái từ nơi tập cái lệch mơ rồi còn nơi từ nơi khơi nhà cá chỉ chắp nơi khơi nhà rương cùng sắt ở rương bà ấy chụp bật té nơi cá bọc pra khó chặt khó bùm nón thìตนงได้มันจะบ้านล้อแต่ตนงได้มันปิดประกอบมันแผลคลายคลายมันดูคลายบองโอนคลายจังอ่ะได้เฟอเอาอย่างอักเนียนั่งมีการที่จับคลั่งจังให้อย่างอักเนียหรือด้วยนักเคยนะหึงนั่งยูเต้คลายแต่เจียตุ่มลวดได้ท่านักสกนักลางมาเคยไว้พลายหรือก็ไว้เสียงไอ้จังก่อนนักเคยลางมาดองเตียจังนะวันท้ายยำนั่งมาดองมีเบียร์เมื่อถาตา
អ្វីទៅដែលអ្នកទាំងអស់គ្នាហ្នឹងត្រូវតែធ្វើគួរតែធ្វើនៅក្នុងពេលឥឡូវហ្នឹងតើអ្វីទៅដែលអ្នកមើលរបស់ខ្ញុំគួរតែធ្វើនៅក្នុងពេលឥឡូវហ្នឹងthe cherry ស្មាស្លឹកទៀត the wall oh my god នេះគឺដូចខ្ញុំនិយាយមិញអញ្ចឹងថាជាមួយនឹង file of cup នេះគឺអ្នកទាំងអស់គ្នាអត់ប្រឡែងដៃអត់ព្រមប្រឡែងដៃចេញពីអតីតកាលដល់ពេលអញ្ចឹងគឺវារាំងស្ទះនៅអារឿងល្អហ្នឹងចូលមកយូរវានឹងយូរវាចូលមកអញ្ចឹងហើយបើសិនជាអាចអ្នកទាំងអស់គ្នាកាត់ផ្ដាច់អារឿងចាស់អារឿងដែលមិនល្អអារឿងដែលពិបាកចិត្តអតីតកាលមួយចំនួនចេញទៅអ្នកទាំងអស់គ្នាអាចទទួលយកពិភពលោកថ្មីជាមួយនឹងស្លឹកបៀប The Wall គឺពិភពលោកថ្មីអ្នកទាំងអស់គ្នាគឺអ្វីដែលវាត្រូវចាប់ដើមសាថ្មីជួបមនុស្សថ្មីជួបទេសភាពថ្មីកន្លែងថ្មីការងារថ្មីឬក៏មុខរបរថ្មីឬក៏តំណតំណងថ្មីមិត្តភ័ក្តិថ្មីមនោសញ្ចេតនាថ្មីនិងអារម្មណ៍ល្អពីដែលវាត្រូវតែចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាមនុស្សយើងមិនមែនអង្គុយចង់រហូតណាត្រូវតែផ្លាស់ប្ដូរចឹងហើយអ្នកទាំងអស់គ្នាអាចនឹងថាកាត់ផ្ដាច់នៅអតីតកាលហ្នឹងទោះបីជាវាមិនបាន 100% ប៉ុន្តែអ្នកទាំងអស់គ្នាអាចតម្លាក់ខ្លះប្រឡែងខ្លះអីចឹងដើម្បីឲ្យmemory របស់អ្នកនរគ្នាហ្នឹងវាមានកន្លែងដាក់នៅរឿងថ្មីចូលមកព្រោះថាឥឡូវហ្នឹងវាពេញហើយវា full អញ្ចឹងដល់ពេលអ្នកនរគ្នា full អ្នកនរគ្នាអាចកន្លែងដើម្បីដាក់អាថ្មីចូលឯងតោះអ្នកនរគ្នា delete អាចាស់ចោលហើយអ្នកនរគ្នាយករឿងថ្មីហ្នឹងមកដាក់បើសិនជាអ្នកនរគ្នា delete បានតិចអ្នកនរគ្នាដាក់រឿងថ្មីក៏បានតិចដែរបើសិនជាអ្នកនរគ្នា delete បានច្រើនអញ្ចឹងអ្នកនរគ្នាក៏អាចដាក់រឿងថ្មីបានច្រើនដែរអាហ្នឹងរបៀបដូចជាអ្នកនរគ្នាញ៉ាំបាយអញ្ចឹងបើសិនជាអ្នកនរគ្នាស្រក់ពោះពងឆ្អែតអ្នកនរគ្នាដាក់ទៀតអត់ចូលទេហើយបើអ្នកនរគ្នាចង់ដាក់ចូលទៀតតើតាអ្នកនរគ្នាហ្នឹងជុះចេញសិនជុះឲ្យអស់ឬក៏ជុះបានប៉ុណ្ណាអ្នកនរគ្នាជុះបានតិចអាហ្នឹងអ្នកនរគ្នាញ៉ាំបានតិចបើជុះអស់គឺអ្នកនរគ្នាដាក់បានច្រើនបានឆ្អែតទៀតអញ្ចឹងណាអានេះខ្ញុំឧទាហរណ៍ខ្ញុំនិយាយខុសស្ដាប់ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់នៅអាការតម្លាក់ចោលនៅអតីតកាលរឿងចាស់រឿងកន្លងនៃការឈឺចាប់អីហ្នឹងឯងទៅអ្នកនរគ្នាទទួលបានរឿងល្អរឿងថ្មីមនុស្សល្អហើយនឹងភាពស្ដុកស្ដាំហើយនឹងជោគជ័យជាមួយនឹងពិភពលោកថ្មីរបស់អ្នកនរគ្នាហ្នឹងអញ្ចឹងមកខ្ញុំសូមជាមួយនឹង Oracle card 2ស្លឹកមើលថាតើចក្រវាលឬក៏ព្រះជាម្ចាស់ឬក៏អ្នកតាមថែរក្សារបស់អ្នកទាំងអស់គ្នានឹងមានសារអីដើម្បីឲ្យអ្នកទាំងអស់គ្នានឹងដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើនៅក្នុងពេលឥឡូវហ្នឹងតើមានសារអីអូស៊ឺទីយ៉ាជាមួយនឹងស្លឹកវាហ្នឹងវ៉ាវលុយមែននេះគឺគេចង់ឲ្យអ្នកទាំងអស់គ្នានឹងថ្លឹងថ្លែងនឹងវិនិច្ឆ័យមើលថាតើរឿងអ្វីដែលអ្នកទាំងអស់គ្នាគួរតែយកទៅតាមឬក៏អ្វីដែលល្អសម្រាប់អ្នកទាំងអស់គ្នាគឺប្រៀបធៀបនឹងជីវិតហ្មងអ្នកទាំងអស់គ្នានេះគឺរូបដាវដៃម្ខាងម្នាក់ស្រីនឹងកាន់ដាវហើយម្ខាងទៀតគឺកាន់ជញ្ជីងអញ្ចឹងមានន័យថាអ្វីដែលអ្នកទាំងអស់គ្នាត្រូវតែគិតដាវតំណាងឲ្យគំនិតណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាអ្វីដែលសមនឹងឲ្យអ្នកទាំងអស់គ្នាវិច្ចស្ពាយទៅអូខេថ្លឹងថ្លែងមើលថាវាគួរតែនៅជាប់នឹងខ្លួនរបស់អ្នកទាំងអស់គ្នាអត់ហើយបើសិនជាវាមិនគួរទេអ្នកទាំងអស់គ្នាអាចកាត់ផ្ដាច់បានជាមួយនឹងដៃម្ខាងដែលកាន់ជញ្ជីងដៃម្ខាងកាន់ដាវដៃម្ខាងដែលកាន់ជញ្ជីងថ្លឹងថ្លែងរួចហើយអ្នកទាំងអស់គ្នាអាចយកទៅបានយកទៅហើយបើថ្លឹងថ្លែងរួចហើយមិនអាចយកទៅបានតម្លាក់វាចុះកន្លែងណាកាត់វាចោលកន្លែងហ្នឹងអ
អញ្ចឹងគឺអ្នកទាំងអស់គ្នាអាចនឹងរីកចម្រើននិងទទួលបានរឿងល្អរឿងថ្មីអីទៅមុខទៀតបានដោយរលូននេះអ្នកទាំងអស់គ្នាកុំគិតថាចង់ស្វែងរកឬក៏ចង់ទទួលយកគ្រប់រឿងរ៉ាវគ្រប់ស្ថានភាពអីមិនយកទៅទាំងអស់អត់បានទេហើយខ្ញុំក៏មិនមែនចង់និយាយថាអ្នកទាំងអស់គ្នាមិនមែនអត់ដឹងរឿងហ្នឹងដែរអ្នកទាំងអស់គ្នាក៏ដឹងអ្នកទាំងអស់គ្នាក៏យល់ប៉ុន្តែគ្រាន់តែធ្វើអត់បានតែនេះគ្រាន់តែខ្ញុំចង់រំលឹកឲ្យអ្នកទាំងអស់គ្នាគិតថារឿងគឺវាបែបហ្នឹងមនុស្សគឺបែបហ្នឹងគឺរស់បែបហ្នឹងអ្នកទាំងអស់គ្នាអ្នកណាក៏មានអតីតកាលដែរប៉ុន្តែកុំព្យាយាមយកវាទៅតាមអីតម្លាក់វាចោះបន្ទាប់មកទៀតគឺគេជាមួយនឹងស្លឹកបៀននេះអាតេណាគឺជ័យជំនះដ៏ឆ្លាតវៃរបស់អ្នកទាំងអស់គ្នាវានឹងផ្លាស់ប្ដូរទៅរកភាពដ៏អស្ចារ្យអញ្ចឹងគឺបានន័យថាបើសិនជាអ្នកទាំងអស់គ្នាតម្លាក់បានហើយប្រឡែងបានហើយដូចខ្ញុំនិយាយមិនអញ្ចឹងថារឿងល្អទាំងអស់ហ្នឹងគឺវានឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាជាមួយនឹងស្លឹកបៀនអាតេណាហ្នឹងគឺពនាងគឺមេតបស្រីហ្នឹងគឺទៅច្បាំងអ្នកនរគ្នាគឺមេតបស្រីពនាងស្រីដែលទៅច្បាំងក្នុងសង្គ្រាមហើយទទួលបានជ័យជំនះមកវិញអញ្ចឹងគឺមានការលះបង់ខ្លាំងមែនទែននៅក្នុងសង្គ្រាមដែលមានការលះបង់ជាមួយនឹងសាច់ញាតិបងប្អូនឬក៏មិត្តភ័ក្តិអីអស់នឹងឯងដើម្បីទៅធ្វើសង្គ្រាមដើម្បីប្រទេសជាតិចឹងអ្នកនរគ្នាក៏ដូចគ្នាដែរអ្វីដែលអ្នកនរគ្នាកាត់ផ្ដាច់បានក៏កាត់ផ្ដាច់ទៅអ្វីដែលអ្នកទាំងអស់គ្នាលះបង់បានក៏លះបង់ទៅដើម្បីជោគជ័យខ្លួនឯងមិនមែនដើម្បីអ្នកណានោះទេបើសិនជាធ្វើបានអ្នកនរគ្នានឹងទទួលបានជោគជ័យនៅក្នុងជីវិតគឺជោគជ័យគឺសំណាងនៅខាងអ្នកទាំងអស់គ្នាចឹងក្រុមទី2គឺអត់មានន័យច្រើនទេគឺមានតែកាត់ផ្ដាច់នៅអតីតកាលខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅក្រុមទី3អូខេ Hello សួស្តីក្រុមទី3នេះគឺយើងនឹងម្ដងខ្ញុំភ្លេចដាក់ថ្មឲ្យអ្នកទាំងអស់គ្នានេះគឺថ្មតំណាងឲ្យអ្នកទាំងអស់គ្នាពណ៌ទឹកប៊ិចអ្នកទាំងអស់គ្នាគឺតំណាងឲ្យភាពរឹងមាំគឺរបៀបដូចថាក្លាហានជំនះនៅឧបសគ្គពុះពៀនៅឧបសគ្គរបៀបដូចជាមនុស្សដែលក្លាហានពូកែមានឆន្ទៈខ្ពស់អីបកែតស៊ូខ្លាំងមែនតើមនុស្សដែលស្រឡាញ់ពណ៌ទឹកពេជ្រច្រើនតែជួបនឹងការលំបាកប៉ុន្តែលំបាកហ្នឹងគឺជាមនុស្សដែលមាននៅការតាំងចិត្តខ្ពស់ហើយរងមាំហើយនឹងក្លាហានខ្លាំងមែនតើអាចនឹងថាជីវិតរបស់មនុស្សម្នាក់ហ្នឹងគឺអាចនឹងថាមាននៅឧបសគ្គច្រើនប៉ុន្តែមានភាពក្លាហានច្រើនដូចគ្នាដែរគឺជាមនុស្សដែលប្រកែខ្លាំងមែនតើហើយនេះខ្ញុំនឹងមកដោះបៀមើលថាតើស្ថានភាពរបស់អ្នកនរគ្នាក្នុងពេលបច្ចុប្បន្នហ្នឹងមិនទៅOh my god ស្លឹកវាណៃអសតតមកទៀតស្លឹកវាទៅតែអ្នកទាំងអស់គ្នាមួយចំនួនដែលជួបស្ថានភាពនៅក្នុងពេលហ្នឹងគឺរបៀបដូចជាមានការចាក់ស្រែធុញថប់នឿយហត់សម្ពាធច្រើនខ្លាំងមែនតើគឺមានអារម្មណ៍ថាដូចផែនដីនឹងដូចកលាប់ផ្កាប់ចុះក្រោមអញ្ចឹងឲ្យរបៀបថាចានបាយអ្នកនរគ្នានឹងកពុបកលាប់គូតឡើងលើក្បាលកពុបបាយផ្កាប់ចុះក្រោមអីចឹងស្ដាយមានការសោកស្ដាយមានការធុញទ្រាន់នឹងជីវិតមានការជឿចាប់នឿយហត់សម្ពាធ stress មិនដឹងថាគិតមិនចេះដូចងឹត8ទិសចឹងណាអ្នកគ្នាប៉ុន្តែជាមួយនឹងស្លឹកវាទៅតាមនេះគឺនឹងមានការចាប់ផ្ដើមសារថ្មីការស្លាប់ហើយការរស់ឡើងវិញម្ដងទៀតនៅរឿងអ្វីមួយដែលអ្នកទាំងអស់គ្នាបានបាត់បង់ទៅដែលអ្នកទាំងអស់គ្នាបានដូចរបៀបដូចថាសាកសពមួយរបៀបថាការស្លាប់នៃសាកសពមួយហើយសាកសពហ្នឹងក៏របៀបដូចត្រូវសัตว์ស៊ីត្រូវតកៅស៊ីអីមិនចឹងណាហើយតកៅហ្នឹងក៏ចាប់ផ្ដើមឲ្យធំធាត់ទៅហើយចាប់ផ្ដើមមើលអីមិន
រិចលូតលាស់វិវត្តខ្លួនទៅជាមេមបើទៅជាអីថ្មីអញ្ចឹងណាទៅជាសត្វអីមួយថ្មីផ្សេងទៀតដែលចេញខ្លួនពីតកៅនឹងអញ្ចឹងណាអាហ្នឹងគឺរបៀបថាអ្នកនរគ្នាគឺមានសំណាងនៅក្នុងបញ្ហាទោះបីជាបញ្ហាកើតឡើងសម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែក៏វាមានសំណាងនៅក្នុងដែរដែលវាធ្វើឲ្យអារឿងហ្នឹងគឺចេញឆ្ងាយពីជីវិតរបស់អ្នកទាំងអស់គ្នាដូចវាលុបបំបាត់ទៅហ្មងណាថាណាខាប់នេះអ្នកនរគ្នាគឺក្តីសោកគ្រួសារមានសុភមង្គលដូចខ្ញុំនិយាយមិញអញ្ចឹងថាពណ៌ទឹកប៊ិចអ្នកដែលជ្រើសរើសយកពណ៌ទឹកប៊ិចខ្យងពណ៌ទឹកប៊ិចហ្នឹងគឺជីវិតគឺជួបឧបសគ្គច្រើនមែនតើប៉ុន្តែក្រោយពីអ្នកនរគ្នាជួបនៅឧបសគ្គអានេះដូចជាពាក្យគេថាក្រោយភ្លៀងមេឃស្រឡះចឹងអ្នកនរគ្នាភ្លៀងផ្គរផ្ទះផងអីផងចឹងណាជីវិតរបស់អ្នកនរគ្នាគឺអ៊ូអាប់ដូចមេឃភ្លៀងហ្នឹងចឹងប៉ុន្តែដូចតថាចឹងវាមានសំណាងនៅក្នុងគ្រោះអញ្ចឹងអ្នកនរគ្នានឹងមានការចាប់ផ្ដើមសារថ្មីគ្រួសារមានសុភមង្គលឬក៏អ្នកទាំងអស់គ្នានឹងជួបនៅគ្រួសារជួបនៅដៃគូឬក៏ជួបជុំបងប្អូនអីមិត្តភ័ក្តិអីចឹងណាសប្បាយរីករាយមួយគ្នាបន្ទាប់ពីអ្នកនរគ្នាក្រោកឡើងបាននឹងតាំងចំហបានហើយមើលថាតើស្ថានភាពរបស់អ្នកនរគ្នានៅពេលហ្នឹងមិនអ្នកនរគ្នាបាក់ចិត្តរឿងអីខ្លាំងមែន The Empress ជាមួយនឹងស្លាកវានឹងគឺតំណាងឲ្យមនុស្សស្រីដែលមានភាពរឹងមាំដែលពូកែដែលឆ្លាតមានការតាំងចិត្តជាមនុស្សស្រីដែលមាននៅចំណេះដឹងដូចគ្នាដែរហើយក៏មានមុនស្នេហ៍ខ្លាំងដែលជាមនុស្សដែលស្អាតភាគច្រើនគឺមុខមាត់ស្អាតមុខមាត់រូបរាងកាយអីពណ៌សវលអីហ្នឹងគឺស្អាតហើយក៏ជាមនុស្សដែលឆ្លាតដូចគ្នាដែរដែលអាចនិយាយបានថាមិនឆ្លាតហ្នឹងគឺឆ្លាតចេញមកកើតមកឆ្លាតហ្មងឯងដែលអាចថាអ្នកនរគ្នាជួបប្រទះនៅរឿងច្រើនយល់ដឹងបានច្រើនហើយដល់ពេលចឹងទៅគឺអ្នកទាំងអស់គ្នានឹងមានការយល់ដឹងពីបញ្ហារៀនពីបញ្ហារៀននៅបទពិសោធន៍ថ្មីអីចឹងណាគឺឆ្លាតដោយសារតែមេរៀនជីវិតរបស់អ្នកនរគ្នានឹងគឺមិនឆ្លាតដោយសារអ្នកនរគ្នាទៅរៀនពីសាលាឬក៏ពីកំណើតអ្នកនរគ្នាឆ្លាតនោះទេអាហ្នឹងពេលកំណើតអ្នកនរគ្នាឆ្លាតក៏អាចថាបានដែរប៉ុន្តែវាមិនមែនជាការឆ្លាតការរៀនចេញពីក្នុងសាលាដែលជាអ្វីដែលអ្នកនរគ្នារៀនពីពិភពខាងក្រៅពីចំណេះជំនាញខាងក្រៅបន្ទាប់មកទៀតស្លឹកបៀ Queen of Cup ម្នាក់អ្នកដែលកំពុងមើលនឹងអ្នកនរគ្នាអាចថាមានចិត្តដូចជាបើសិនអ្នកនរគ្នាមើលជាមនុស្សប្រុសគឺអ្នកនរគ្នាមានចិត្ត slow ត្រង់សភាពរាបសារដូចជាមនុស្សស្រីចេះគិតចេះពិចារណាហើយបើសិនជាអ្នកនរគ្នាជាមនុស្សស្រីឥឡូវហ្នឹងគឺអ្នកនរគ្នាដូចជាស្រីពេញលក្ខណៈហើយចេះគិតចេះពិចារណាចេះមើលហើយរបៀបដូចជាចេះគ្រប់គ្រងអ្វីៗដែលនៅជុំវិញខ្លួនចេះរៀប plan ជីវិតខ្លួនឯងចេះចាត់ចែងចេះមើលអ្វីដែលនៅក្រោមប្រវត្តិដែលក្រោមបង្គាប់ចេះរៀបចំខ្លួនថាធ្វើបែបណានិយាយបែបណារៀបរឹករៀបកាយការពាក្យសម្ដីអីបែបណាទៅមនុស្សជុំវិញខ្លួនឬក៏អភិវឌ្ឍខ្លួនឯងបានល្អជាងមុនចាត់ចែងរៀប plan ជីវិតខ្លួនឯងបានល្អជាងមុនពីមុនអាចថាខ្ជិលអត់ចង់ឬក៏មានកម្រងដែរតែធ្វើអត់ជាប់លាប់ប៉ុន្តែឥឡូវហ្នឹងអ្នកនរគ្នាចាប់ផ្ដើមយល់ហើយនឹងដឹងពីបញ្ហាខ្លះអីចឹងទៅអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមឃើញពីខ្លួនឯងហើយចាប់ផ្ដើមធ្វើនៅរឿងអីដែលវាត្រូវតែតម្រូវឲ្យអ្នកនរគ្នាធ្វើទោះបីជាខ្ជិលប៉ុណ្ណាក៏ដោយក៏ត្រូវតែទៅធ្វើវាដែរព្រោះជាតួនាទីបន្ទាប់មកទៀត King of Swords Adonai of Swords គឺនឹងមានរឿងអីមួយដែលចូលមកលឿនបន្តិចទៀតហ្នឹងអ្នកនរគ្នានឹងមានរឿងអ្វីមួយដែលចូលមកក្នុងជីវិតរបស់អ្នកនរគ្នាដែលវានឹងមកលឿនប៉ុន្តែនេះគឺខ្ញុំឃើញថាមើលខ្ញុំសុំបញ្ជាក់សុំ confirm ជាមួយនឹង Adonai of Swords មកថាតើមានរឿងអ្វីដែលចូលមកអូសុំមកស្លឹកថាតើមានរឿងអ្វី Wow 10
អត់សតទៀតជាមួយនឹងថែនអត់សតអ្នកនរគ្នារឿងដែលនឹងចូលមកសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងគឺជាការបញ្ចប់នៃទុកកង្វល់នៃទុកសោករបស់អ្នកទាំងអស់គ្នាគឺថែនអត់សតគឺវាលេខ10អ្នកទាំងអស់គ្នាអញ្ចឹងលេខ10គឺវាដល់ចំណុចទីបញ្ចប់របស់វាហើយដល់ចំណុចដែលអស់កន្លែងត្រូវឈឺចាប់ទៀតហើយអ្នកទាំងអស់គ្នាអាចនឹងថាម្ដងហ្នឹងអ្នកទាំងអស់គ្នានឹងលែងជួបនៅបញ្ហាធំនៅក្នុងជីវិតអីទុកសោកអីខ្លាំងមែនតើនេះអ្នកទាំងអស់គ្នានឹងជួបនៅសំណាងម្ដងព្រោះឈឺចាប់ឆ្អែតមកហើយវានេះពេកហើយវាអស់កន្លែងដែលឲ្យអ្នកទាំងអស់គ្នាទទួលហើយចឹងសុំរឿងល្អម្ដងសុំនៅសំណាងម្ដងសុំនៅលៀបម្ដងចឹងថាតើមើលមានអីសម្រាប់អ្នកទាំងអស់គ្នាក្នុងពេលបច្ចុប្បន្នហ្នឹង What មានអីសម្រាប់អ្នកមើលរបស់ខ្ញុំក្រុមទី3ដាំ breast ជាមួយនឹងដាំ breast ម្ដងទៀតអ្នកនរគ្នានេះខ្ញុំឃើញថាអ្នកដែលមើលក្រុមទី3មួយចំនួនគឺជាមនុស្សស្រីហើយម្នាក់ដែលមើលហើយអ្នកដែលមើលក្រុមទី3ហ្នឹងគឺរបៀបដូចថាគឺជាមនុស្សដែលឆ្លងកាត់នៅអាពាហ៍ពិពាហ៍ឆ្លងកាត់នៅការមិនផ្ដោតមិនសំខាន់តែលើរឿងអាពាហ៍ពិពាហ៍នេះរបៀបដូចថាឆ្លងកាត់នៅអារម្មណ៍បែកបាក់ជួបប្រទះនៅរឿងដែលបែកបាក់គ្រួសារជួបនៅការជួបប្រទះនៅការបែកបាក់នៅអាពាហ៍ពិពាហ៍ឬក៏អ្នកទាំងអស់គ្នាឆ្លងកាត់នៅតំណែងមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ដិតដាមមានអារម្មណ៍ថាសោកស្ដាយខ្លាំងមែនទែនដែលឆាកជីវិតរបស់អ្នកទាំងអស់គ្នាហេតុអីត្រូវមកជួបរឿងបែបហ្នឹងនេះខ្ញុំឃើញថាអ្នកដែលមើលហ្នឹងគឺវាដូចជាឈឺពីមុនគឺឈឺចាប់ខ្លាំងមែនតើអ្នកនរគ្នាអត់ដឹងថាយកអីមកនិយាយបានទេប៉ុន្តែនេះគឺវាលេងអស់កន្លែងត្រូវទៅឈឺទៀតទេណាអ្នកនរគ្នាគឺមានភាពរឹងមាំខ្លាំងមែនតើគឺជាមនុស្សស្រីដែលចាប់ផ្ដើមសារថ្មីចាប់ផ្ដើមនៅជីវិតថ្មីរឹងមាំបកាយខ្លាំងមែនតើដូចខ្ញុំនិយាយពីអញ្ចឹងថាចេះរៀប plan ចេះរៀបគំនិតចេះចាត់ចែងចេះមើលនៅកាយវិការពាក្យសម្ដីចរិតក្រឹកពីនឹងខ្លួនប្រានថាការរៀបចំបែបណាការចាត់ចែងលុយការរៀបចំផ្ទះសប្បែងគ្រប់យ៉ាងទាំងអស់អ្នកនរគ្នាគឺមាន plan មានការរៀបចំមានការមើលហើយនឹងមានការអាប់ដេតខ្លួនឯងថ្មីគំនិតអីថ្មីឡើងវិញព្រោះពីមុននឹងឈឺឆ្អែតពេកមានរឿងច្រើនពេកមានការឈឺចាប់ច្រើនពេកធ្លាប់ទទួលបានក្តីសុខដែរប៉ុន្តែវាអត់នៅគង់វង្សវាអត់យូរអ្នកនរគ្នាពេលអញ្ចឹងគឺធ្វើឲ្យអ្នកនរគ្នាបាត់បង់ខ្លួនឯងបាត់បង់ម្ចាស់ការតែឥឡូវហ្នឹងអ្នកនរគ្នាកែប្រែខ្លួនឯងមកវិញធ្វើឲ្យខ្លួនឯងរីកលូតលាស់រីកដុះដាលខ្លាំងឡើងមកវិញមិនថាអ្នកមើលនឹងគឺជាមនុស្សប្រុសឬក៏មនុស្សស្រីទេប៉ុន្តែខ្ញុំឃើញថាអ្នកនរគ្នាគឺឆ្លងកាត់នៅការបែកបាក់ពីមុនជីវិតអ្នកនរគ្នាអង្គុះអង្គើប៉ុន្តែនេះអ្នកនរគ្នាគឺនឹងមានមនុស្សចូលមកនេះ King of Cup ទៀតឲ្យអ្នកនរគ្នា3ក្រុមហ្នឹងគឺដូចគ្នាគឺធាតុទឹកគឺជាមនុស្សដែលមានធម៌ពុធាតុទឹកចូលមកក្នុងជីវិតដូចគ្នាហើយគឺរបៀបដូចថាមកលឿនទៀតគឺមកលឿនណាស់អ្នកនរគ្នាឬក៏អ្នកមួយចំនួនមាននៅក្នុងជីវិតស្រាប់មានម្នាក់នៅក្នុងជីវិតស្រាប់ហើយប៉ុន្តែនេះដូចគេមកលឿនឬក៏គេនៅនឹងយូរហើយចាំជួយចាំមើលអ្នកនរគ្នាអីយូរហើយមិនអញ្ចឹងណាប៉ុន្តែអ្នកនរគ្នាដូចទុំតដឹងហើយទុំដឹងថាគេចូលមកក្នុងជីវិតរបស់អ្នកនរគ្នាអញ្ចឹងហើយនេះមកខ្ញុំនឹងមើលទៀតថាតើមានអីសម្រាប់អ្នកមើលរបស់ខ្ញុំសវណ្ណខាប់អ្នកទាំងអស់គ្នាគឺមានគោលដៅច្រើនមានជំរើសច្រើនមានគោលដៅឬក៏ជាជំរើសច្រើនតែនេះខ្ញុំឃើញថាមានជំរើសច្រើនជាងគឺជំរើសអ្នកនរគ្នាអាចថាមានមនុស្សជាច្រើនដែលឲ្យអ្នកនរគ្នាមើលមិនថាគេឈរឲ្យអ្នកនរគ្នារើសទេប៉ុន្តែអ្នកនរគ្នាដូចរបៀបថាម្នាក់នេះក៏រៀងចាប់ប្រាំម្នាក់នេះក៏រៀងចាប់ប្រាំម្នាក់នេះក៏គ្រាន់បើម្នាក់នេះក៏គ្រាន់បើហើយអ្នកនរគ្នាគឺដូចអត់ដឹងរើសអ្នកណាឬក៏របៀបថាអត់ដឹងយកអ្នកណាឬក៏ចង់នៅម្នាក់ឯងទៀតហ្នឹងពេលខ្លះរបៀបដូចថាជំរើសច្រើនពេកអត់ចង់រើសទេចង់នៅម្នាក់ឯងចឹងគឺរបៀបថាខ្លាចសឹងថារអាហ្មងរអាដែលថាការជឿចាប់
បើក្បាលមកវាធ្វើឲ្យជីវិតរបស់អ្នកណាចង់ឲ្យលំលាយទៅទាំងអស់ហើយដល់ពេលចឹងដូចរអាហ្នឹងមនុស្សអត់ចង់ទទួលយកអីទៀតទេមិនចង់ហើយនេះខ្ញុំនឹងមើលទៀតបើថាសុំពីស្លឹកតើអ្វីទៅដែលអ្នកទាំងអស់គ្នាត្រូវតែធ្វើនៅពេលហ្នឹង Six of Swords សុំមកស្លឹកទៀត Ten oh my god Ten of Swords ទៀតហើយអ្នកនរគ្នាមិញថារ៉ូកាតនេះគឺ Ten of Swords មកម្ដងឥឡូវមកម្ដងទៀតគឺនេះ Six of Swords គឺតំណាងឲ្យការចាក់ចេញឲ្យតំណាងឲ្យការចាក់ចេញពីកន្លែងពីទីលំនៅពីកន្លែងដែលអ្នកនរគ្នានៅបច្ចុប្បន្នហ្នឹងឬក៏ពីជីវិតដែលអ្នកទាំងអស់គ្នានៅក្នុងពេលហ្នឹងមិនចង់និយាយពីទី1គឺជាទីលំនៅពិតអីចឹងរើផ្ទះពីផ្ទះមួយទៅផ្ទះមួយទៀតហើយទី2គឺអ្នកទាំងអស់គ្នាត្រូវតែចាក់ចេញពីគំនិតឬក៏ពីអ្វីៗទាំងអស់ដែលជាដែលមាននៅពេលរាល់ថ្ងៃឥឡូវហ្នឹងដូចជាការរស់នៅប្រចាំថ្ងៃអ្នកទាំងអស់គ្នាញ៉ាំបាយចូលចិត្តញ៉ាំបាយបែបម៉េចញ៉ាំហូបអីគេហើយគេងម៉ោងម៉ានហើយអ្នកទាំងអស់គ្នាចូលចិត្តទម្លាប់ខ្ជិលអីខ្លះធ្វើរឿងអីអត់ប្រយោជន៍ខ្លះអញ្ចឹងអាអស់ហ្នឹងអ្នកទាំងអស់គ្នាគឺវាត្រូវឲ្យគឺគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងចាក់ចេញពីរឿងអស់ហ្នឹងត្រូវតែកែប្រែខ្លួនឯងសារថ្មីទាំងអស់អាប់ដេតខ្លួនឯងមក version ថ្មីទាំងអស់អញ្ចឹងហើយគឺអានលេខ Ten of Swords ទេលេខ10នេះទៅវាបញ្ចប់ឲ្យអ្នកទាំងអស់គ្នាបានបើសិនជាអ្នកទាំងអស់គ្នា clear ខ្លួនឯងឆេងខ្លួនឯងពីអារឿងចាស់អស់ហ្នឹងមករឿងថ្មីមកទម្លាប់ថ្មីការចាប់ដើមសារថ្មីធ្វើខ្លួនឲ្យស្អាតកែប្រែខ្លួនឯង replan ជីវិតឲ្យល្អទោះនោះអ្នកទាំងអស់គ្នានឹងទទួលបានរឿងល្អហើយជំរឿសរបស់អ្នកនេះជ្រើសមិនក៏បានដែរជ្រើសបែបណាក៏ត្រូវដែរហើយមើលខ្ញុំសុំមកស្លឹកទៀតមើលដើម្បីបញ្ជាក់តាអ៊ីចាស់ Queen of Wands គឺអ្នកទាំងអស់គ្នាអាចនឹងថាកំពុងតែមើលអីប៉ិតប្រកាសឬក៏មានមនុស្សដែលចាំឃ្លាំមើលអ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នានឹងមើលទៅនរណាម្នាក់លបមើលគេលួចមើលគេឬក៏គេលួចមើលអ្នកទាំងអស់គ្នាមើលក្នុងន័យបែបថាតើដំណើរជីវិតបែបណារស់នៅបែបណាអីមកចឹងណារីកចម្រើនឬក៏ធ្លាក់ចុះដុនដាបអីមកចឹងទៅប៉ុន្តែដូចខ្ញុំនិយាយមិនចឹងថាអ្នកទាំងអស់គ្នាគឺត្រូវតែឆេងខ្លួនឯងពីកន្លែងចាស់ទៅកន្លែងថ្មីដើម្បីឲ្យថាមកពលចាស់ហ្នឹងវាលុបបំបាត់វាចេញទៅហើយឲ្យថាពលថ្មីចូលមកនេះអាចថាត្រូវឆេងពីទម្លាប់ចាស់ច្រើនជាងមិនបដូរទីលំនៅទេនេះគឺឆេងពីខ្លួនឯងពីមុនដែលទម្លាប់អាក្រក់ខ្ជិលអីចឹងទៅចង់ស្អាតតែខ្ជិលអីចឹងទៅចូលចិត្តញ៉ាំរបស់អត់ជំនួយដល់សុខភាពអីចឹងទៅហើយចូលចិត្តដេកចុចទូរស័ព្ទអូស scroll មើលនេះមើលនោះអីចឹងចំណាយពេលអត់ប្រយោជន៍អីចឹងទៅអាហ្នឹងគឺកែប្រែគឺឆេងខ្លួនឯងពីរឿងអស់ហ្នឹងហើយបដូរទៅអ្វីដែលជាអត្ថប្រយោជន៍ឲ្យជីវិតដែលមានប្រយោជន៍ខ្សែគប់មិត្តភ័ក្តិបែបខ្សែគប់មិត្តភ័ក្តិបែបជួយឲ្យជីវិតរបស់អ្នកនរគ្នារីកចម្រើនហើយដើរជាមួយមនុស្សដែលមានចំណេះដឹងខ្ពស់មានការយល់ដឹងមានការចែករំលែកអីពិតប្រកបកុំសូវនៅក្បែរមនុស្សដែលចូលចិត្តនិយាយដើមឬក៏ជាមនុស្សដែលចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃអីចឹងណាហើយជៀសវាងនៅទម្លាប់ខ្ជិលរបស់អ្នកនរគ្នានឹងឈប់ខ្ជិលឈប់សិនឈប់ចាំស្អែកអីចឹងណាហើយរៀបចំ plan ជីវិតអីឲ្យច្បាស់ឲ្យមើលទៅថាអ្នកនរគ្នាត្រូវទៅផ្លូវណាហើយកុំកាត់បន្ថយនៅការឃ្លាំមើលបែបថាចង់ដឹងរឿងអ្នកដទៃថាគេរស់បែបណាបើសិនជាអ្នកនរគ្នាអត់ចូលចិត្តម្នាក់ហ្នឹងកុំចាំបាច់ទៅតាមដានជីវិតរបស់គេឲ្យគេរស់នៅបែបគេយើងរស់នៅបែបយើងហើយបើសិនជាគេមើលមកជីវិតយើងអាហ្នឹងវាជារឿងរបស់គេអ្នកទាំងអស់គ្នាទុកឲ្យគេនឹងអង្គុយមើលអ្នកទាំងអស់គ្នានឹងទៀតចាស់បាច់ទៅខ្វល់អីច្រើននោះទេហើយខ្ញុំនឹងមកដោះមើលមួយទៀតមើលថាតើចក្រវាលឬក៏ព្រះអ្នកតាមថែសាររបស់អ្នកនរគ្នានឹងមានសារអីសម្រាប់អ្នកទាំងអស់គ្នាសុំពីស្លឹកមក
ធ្វើឡាសូថោឬធ្វើនេះគឺគេចង់និយាយថាឲ្យ모든 과오는 시켜 내려갔습니다. Oh my god. Cứរបៀបដូចជាអានេះគឺគេចង់ឲ្យអ្នកទាំងអស់គ្នានឹងកំហុសទាំងអស់ការកើតឡើងទាំងអស់គឺត្រូវបានលាងសម្អាតហើយអ្នកទាំងអស់គ្នាគឺត្រូវតែចាប់ផ្ដើមហោះហើរសារជាថ្មីចាប់ផ្ដើមលាងសម្អាតខ្លួនឯងហើយហោះហើរទៅរកកន្លែងថ្មីទៅរកអ្វីថ្មីអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយមិនអញ្ចឹងថាកែប្រែខ្លួនឯងឆេងពីខ្លួនឯងលាងសម្អាតខ្លួនឯងពីអារឿងចាស់ធម្មពលចាស់ទំនាក់ទំនងចាស់អីមិនចឹងណាគឺត្រូវតែលាងសម្អាតចេញឲ្យអស់ហើយត្រូវចាប់ផ្ដើមសារថ្មីដោយលវាថាជំរះនៅអាចង្រៃពីមុនអីមិនចឹងណាជាមួយនឹងមនុស្សក៏ដោយជាមួយនឹងទំនាក់ទំនងណាក៏ដោយជាមួយនឹងធម្មពលអ្វីក៏ដោយត្រូវតែអាប់ដេតខ្លួនឯងឲ្យឡើង version ថ្មីហើយឆេងខ្លួនឯងពីអាធម្មពលចាស់ពីមុនមកធម្មពលថ្មីចឹងហើយដូចខ្ញុំនិយាយមិនចឹងថាព្យាយាមរាប់អានមិត្តភ័ក្តិព្យាយាមតាក់ទងមនុស្សដែលមានភាពវិជ្ជមាននៅក្នុងជីវិតព្យាយាមធ្វើខ្លួនឯងឲ្យរវល់នឹងអាសាជាងមុនខំប្រឹងរកលុយខំប្រឹងធ្វើការខំប្រឹងមើលខំប្រឹងរៀនខំប្រឹងរិះរកគំនិតអីថ្មីកុំនៅកន្លែងដដែលកុំនៅកន្លែងចាស់ជាមួយនឹងមនុស្សចាស់ព្យាយាមដកខ្លួនចេញពីអ្វីដែលអ្នកនរគ្នាគិតថាมันអាចមិនទៅ